សូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំមកពីក្រុម Dinosaur ដែលថ្ងៃនេះពួកយើងនឹងលើកយកមកបង្ហាញពី dashboard ដែលប្រធានបទគោលរបស់ពួកយើងគឺផ្ដោតទៅលើ account receivable agent by sale category ក្នុងនោះពួកយើងបានដកស្រង់ទិន្នន័យចេញពីក្រុមហ៊ុន Dinosaur Technology ដែលជាប្រភេទក្រុមហ៊ុនលក់នៅគ្រឿងសម្ភារៈ technology ជាច្រើនប្រភេទសម្រាប់ទាំងអ្នកប្រើប្រាស់នៅក្នុង Office និងអ្នកលេង game ជាក់ស្ដែងដោយសារតែក្រុមការងាររបស់ពួកយើងធ្វើកិច្ចការ control ទៅលើ account receivable ដូចនេះហើយពួកយើងក៏បានដាក់បង្ហាញរាល់ទិន្នន័យដែលពាក់ព័ន្ធទៅលើ dashboard ទាំងមូលនេះមុននឹងចូលទៅដល់ការបកស្រាយយ៉ាងលម្អិតពី dashboard ទាំងមូលនេះយើងគួរកលេចមកស្គាល់ពីនិយមន័យនៃ visualize ការទាំង5ជាមុនសិនដែលទី1នោះគឺ total revenue គឺជាការលក់ជារួមដែលមានប្រសិទ្ធភាពខ្លាំងទី2គឺ total receipt គឺជាលំហូរសាច់ប្រាក់ដែលប្រមូលបានទី3គឺ account receivable ជាចំនួនទឹកប្រាក់ 10% នៃការលក់សរុបដែលមិនទាន់ទទួលបានទី4នោះគឺ overdue 150ថ្ងៃគឺតំណាងឲ្យហានិភ័យខ្ពស់នៃការបង់ប្រាក់យឺតយ៉ាវលើសពី150ថ្ងៃរបស់អតិថិជននិងទី5គឺ overdue 30ថ្ងៃគឺជាការបង់ប្រាក់យឺតយ៉ាវក្នុងរយៈពេលខ្លីហួសពី30ថ្ងៃរបស់អតិថិជនដែលគិតទៅគឺ 41.2% នៃ total account receivableចូលដល់ចំណុចបន្ទាប់ខ្ញុំជាអ្នកធ្វើការបកស្រាយទាក់ទងនឹងចំណុច AR aging by product name ឥឡូវយើងធ្វើការកលេចមកមើល donut chart នៅលើ dashboard ចឹងវិញយើងឃើញថា product ដែលវាលេចធ្លោជាងគេហ្នឹងគឺ Ultra Book Laptop ដែលវាមានរហូតដល់ 29.24% នៃវិក័យប័ត្រ Farouk ដែលមិនទាន់បានធ្វើការទូទាត់នៅឡើយមានន័យថាវាក៏ជា product តែមួយគត់ដែលវា holding back a large amount នៃលំហូរ fixed cap ផងដែរ So what does happen អតិថិជនពួកគាត់ពិបាកក្នុងការបង់ប្រាក់ពេកមែនឬក៏ខាងក្រុមហ៊ុននឹងផ្ដល់នូវលក្ខខណ្ឌអនុទានឬក៏ credit term ហ្នឹងដែលវាមានការបត់បែនខ្លាំងពេកឥឡូវយើងធ្វើការកលេចមកមើល product ផ្សេងទៀតដូចជា gaming monitor ដែលវាមាន 14.01% និង gaming laptop 13.92% ក៏មាននៅសមតដែលលេចធ្លោផងដែរតែសារទាំងអស់នេះវាគឺជា high value item ដែលយើងអាចប្រយោជន៍ពីការពជាពេលនៃការបង់ប្រាក់បានផងដែរដូច្នេះតែយើងគួរធ្វើមកយើងក៏អាចចាត់នៅវិធានការដោយការផ្ញើរំលឹកអំពីពេលវេលាដែលត្រូវបានបង់ប្រាក់ឬក៏យើងអាចផ្ដល់នៅការបញ្ចុះតម្លៃសម្រាប់អតិថិជនដែលគាត់បានបង់ប្រាក់លឿនឬក៏យើងអាចរឹតបន្តឹងនៅ credit term សម្រាប់ product ទាំងអស់នេះអញ្ចឹងយើងត្រូវធានាឲ្យបានថាយើងបានប្រមូលការទូទាត់ប្រាក់ពីអតិថិជនហ្នឹងបានទាន់ពេលវេលាដើម្បីឲ្យអាជីវកម្មរបស់យើងកាន់តែរឹងមាំដោយយើងត្រូវផ្ដោតទៅលើដំណោះស្រាយដែលធ្វើឲ្យលំហូរ fixed ប្រាក់របស់យើងហ្នឹងកាន់តែប្រសើរឡើងផងដែរខ្ញុំឈ្មោះពីនសុគន្ធាសូមចូលទៅដល់ column chart ដែលពណ៌ខៀវស្ដាំគឺជា total revenue ហើយពណ៌ខៀវចាស់នោះគឺជា account receivable ដែលមិនទាន់ទទួលបានលុយហើយនៅក្នុង total revenue គឺជា total amount ដែលលក់បាននៅក្នុងប្រភេទនៃផលិតផលនីមួយៗចំណែកឯ account receivable គឺជាលុយដែលអតិថិជនទិញជំពាក់ហើយនៅក្នុង category របស់ក្រុមហ៊ុនយើងមានដូចជា computer furniture ឡាហើយយើងបើយើងកលេចទៅមើល column chart របស់យើង total revenue ដែលលក់បានខ្ពស់ជាងគេគឺ category component និងទាបជាងគេគឺ category furnitureហើយតើហេតុអីបានជា revenue តិចជាងគេតែមាន AI aging ហ្នឹងខ្ពស់ជាងគេទៅវិញមូលហេតុនោះគឺដោយសារតែការ delay payment របស់ customer ហើយចំពោះ AI ដែលខ្ពស់ជាងគេស្ថិតនៅក្នុង category computer ដែលទិញជំពាក់ដោយ customer name សុវត្ថិដែលគាត់គឺជា high risk customer early to take action ហើយចំពោះ AI ដែល customer របស់យើងទិញជំពាក់តិចជាងគេនោះគឺ category component បើយើងមើលទៅលើអតិថិជនឈ្មោះ Nari គាត់ជំពាក់ក្រុមហ៊ុនចន្លោះពី91ថ្ងៃទៅ120ថ្ងៃយើងហើយតាមរយៈការមើលទៅលើ dashboard នេះយើងគួរតែ improve relationship ជាមួយ customer ឈ្មោះ Neri អូខេឥឡូវចូលដល់ top 5 overdue by customer ខ្ញុំភារានជាអ្នកបកស្រាយហើយទៅខាងក្រោមនេះគឺជា top 5របស់យើងដែលគាត់គឺជាអ្នកដែលជំពាក់យើងច្រើនជាងគេហើយទៅគាត់ក៏ជាអ្នកដែលទិញយើងច្រើនជាងគេដែរយើងមើលមកតារាងខាងក្រោមនេះឃើញថាអ្នកដែលជំពាក់យើងច្រើនជាងគេគឺទាំង5អ្នកហ្នឹងហើយទៅបានជាគាត់ជំពាក់យើងច្រើនដោយសារតែគាត់ទិញអវ៉ាន់ពីយើងច្រើនហើយទៅមកពីកត្តាដែលថាខាងយើងលក់អវ៉ាន់គឺលក់រៀងថោកឬមួយក៏ធូរថ្លៃជាងខាងគេផ្សេងយើងមើលមក customer របស់យើងខាងក្រោមដែលគាត់មានឈ្មោះថា Lily គាត់គឺជា top 1របស់យើងដែលជំពាក់យើងច្រើនជាងគេដែលយើងមើលមកតារាងខាងលើនៅកន្លែង agent ហ្នឹងគឺយើងឃើញថាគាត់ជំពាក់យើងចំនួន$8,992ចំពោះ product ដែលគាត់ទិញយើងច្រើនជាងគេនោះទីច្រើនគឺមានដូចជា Ultra laptop gaming chair ហើយនិង monitor បើយើងងាកមកមើលតារាងវិញយើងឃើញថាចន្លោះពេលដែលគាត់ជំពាក់យើងមិនទាន់សងហ្នឹងបើមើលតាមតារាងទៅឃើញថាចន្លោះពី31ថ្ងៃដល់60ថ្ងៃនិងពី121ថ្ងៃដល់150ថ្ងៃអញ្ចឹងក្រុមហ៊ុនគួរតែមានវិធានការឆាប់ទារលុយពី customer ដែលមានឈ្មោះថា Lily ហ្នឹងឲ្យបាន
កាន់តែលឿនកាន់តែល្អកុំឲ្យវាហួសពី151ថ្ងៃដល់365ថ្ងៃអញ្ចឹងទៅហានិភ័យនៃការមិនសងមកវិញគឺវាកាន់តែកើនឡើងបើតាមការវិភាគទៅបានជា customer ឈ្មោះថា Lily ហ្នឹងគាត់មិនទាន់សងលុយបង្ហាញមកពី cash flow របស់គាត់ហ្នឹងធ្លាក់ចុះឬមួយក៏គាត់ហូនរបស់គាត់ហ្នឹងចិត្តខ្សែធនហើយទៅមួយទៀតបើសិនជាគាត់ទៅពាក់យើងលើសពី365ថ្ងៃនោះខាងយើងប្រហែលជា cut off ចំណូលមួយនឹងចោលបើយើងកន្លែងមកមើល Pachi Hood ដែលគាត់គឺជា top 2 ដែលជាពាក់យើងច្រើនជាងគេបន្ទាប់ពី Lily បើយើងកន្លែងទៅមើលនៅក្នុង aging គឺគាត់ទៅពាក់យើងចំនួន$8,450ហើយទៅ product ដែលគាត់ទិញពីយើងច្រើនជាងគេនឹងមានដូចជា Ultra laptop gaming chair ហើយនិង monitor ដែលដូចទៅនឹង Lily នឹងដែរគាត់ដូចគ្នាជាមួយ Lily ហ្នឹងតែទិញ product ណាប៉ុន្តែគាត់ខុសគ្នាពី Lily ត្រង់ថាគាត់ទៅពាក់យើងគឺគាត់ឆាប់សងជាង Lily ដែលគាត់ទៅពាក់យើងបើមើលទៅតាមតារាងគឺគាត់ទៅពាក់ត្រឹមតែពី1ដល់30ថ្ងៃនិង31ដល់60ថ្ងៃឯងដែលមានន័យថាគាត់ជពាក់យើងត្រឹមតែ60ថ្ងៃឯងនៅក្នុងតិន្នន័យហ្នឹងគឺគាត់អត់ដែរជពាក់យើងលើសពី60ថ្ងៃឯងអញ្ចឹងមានន័យថាត្រឹម60ថ្ងៃឯងគាត់នឹងសងត្រឡប់មកយើងវិញហើយទៅបើតាមការវិភាគដែលគាត់ជពាក់យើងអត់សងប្រហែលពីមួយថ្ងៃដល់60ថ្ងៃនេះប្រហែលមកពីគាត់ស្ទះលុយគាត់រវល់លុយអត់ទាន់អញ្ចឹងទៅធ្វើឲ្យគាត់ជពាក់យើងក្នុងរយៈពេលខ្លីចំណែកម្នាក់ទៀតគឺ Felix ដែលគាត់ជា top 3 របស់យើងដែលគាត់ជពាក់ច្រើនដែរបន្ទាប់ពី Pachi Hood និង Lily ហើយទៅ product ដែលគាត់ទិញពីយើងច្រើនជាងគេមានដូចជាWi-Fi router SSD ហើយនិង keyboard អីជាដើមហើយទៅចំនួនជពាក់របស់គាត់ហ្នឹងគឺចំនួន$6,210ប៉ុន្តែការជពាក់របស់គាត់ហ្នឹងដូចទៅនឹងPachi Hood ដែរដែលគាត់ជពាក់យើងចន្លោះពី1ថ្ងៃដល់ត្រឹម60ថ្ងៃទេហើយឲ្យតែដល់ត្រឹម60ថ្ងៃហ្នឹងគាត់ប្រកាសពីសងមកយើងវិញហើយដែលអត្រានៃការសងរបស់គាត់ហ្នឹងមានដល់ទៅ 90% ឡើងទៅហើយទៅបើតាមការវិភាគទៅបានជាគាត់ជពាក់យើងក្នុងរយៈពេលខ្លីនេះប្រហែលមកពី accounting របស់គាត់រៀបចំលុយអត់ទាន់ឬមួយក៏មេគាត់សង្ហេសែកឲ្យអត់ទាន់ប្រហែលជាមេគាត់នៅខាងក្រៅអីចឹងទៅចឹងហើយចំណុចខ្ញុំអត់ត្រឹមប៉ុណ្្នឹងសូមអរគុណខ្ញុំសូមបន្តឲ្យពូម៉ាក់ខ្ញុំបន្តយូសៀនជារួមមកវិញទោះបីជា overdue amount នឹងធ្វើតែ 10% នៃ sale មែនតែបើគិតពី time value of money វិញវាប៉ះពាល់ដល់ opportunity cost របស់ company so ដើម្បីកាត់បន្ថយបញ្ហាអតិថិជនជាពាក់ដែលសងយឺតយ៉ាវនោះចាប់ពីឆ្នាំក្រោយៗទៅក្រុមហ៊ុនគួរតែអនុវត្តផែនការមួយចំនួនដោយត្រូវតាមដានទៅលើអតិថិជនដែលជាពាក់ហ៊ូកំណត់មិនថាចន្លោះពី1ថ្ងៃទៅ30ថ្ងៃឬក៏លើស150ថ្ងៃយើងសង្កេតឃើញថាបច្ចុប្បន្នហ្នឹង overdue amount ដែលច្រើនជាងគេគឺស្ថិតនៅចន្លោះពី1ថ្ងៃទៅ30ថ្ងៃអញ្ចឹងបើទប់ស្កាត់ចំណុចតូចៗនឹងបាន cash flow របស់យើងក៏ល្អប្រសើរទៅតាមនឹងដែរយោងទៅតាមទិន្នន័យបច្ចុប្បន្នហ្នឹងយើងគួរតែធ្វើការបញ្ចុះតម្លៃយើងអាចប្រើប្រាស់វិធីសាស្ត្រដើម្បីចាប់យកអតិថិជនថ្មីផងហើយក៏ពង្រឹង term payment របស់អតិថិជនដែលមានក្នុងដៃស្រាប់ដោយយើង offer discount ទៅកាន់អតិថិជនណាដែលគាត់បង់ប្រាក់មុនការកំណត់តែក្នុងករណីខ្លះយើងក៏ត្រូវកំណត់ policy ច្បាស់លាស់ដែរក្នុងករណីដែលអតិថិជនជាពាក់នៅវិក័យបាច់ចាស់ៗហ្នឹងលើសច្រើនថ្ងៃពេកឬក៏មានម៉ោងច្រើនពេកយើងអាចគួរលក់តំណែងថ្មីទៅកាន់គាត់ទេយើងគួរតែរកវិធីដោះស្រាយឬក៏ចរចាជាមួយអតិថិជនដើម្បីឲ្យយើងមានទំនុកចិត្តថាពេលណាដែលយើងអាចទទួលប្រាក់ហ្នឹងត្រឡប់មកវិញបានដូចជា top 5 overdue មុនហ្នឹងចឹងបើសិនជាយើងនៅតែលក់តំណែងទៅឲ្យអតិថិជនប្រចាំរបស់យើងហ្នឹងហើយក៏អត់ទាន់ pay back នៅលើ invoice ចាស់ៗទេ account receivable របស់យើងចេះតែកើនឡើងតែប្រាក់ចំណេញលុយដែលយើងត្រូវទទួលបានហ្នឹងអត់ទាន់បានត្រឡប់មកវិញទេវាប៉ះពាល់ដល់ cash flow តាមបង្កើនទំនាក់ទំនងរវាង seller និង AR account ថៃហ្នឹងក៏វាសំខាន់យ៉ាងដែរព្រោះថាបើសិនជាពីរ team ហ្នឹងក៏សហការគ្នាបានល្អការលក់និងទឹកប្រាក់ដែលយើងទទួលបានពិសេសយើងហ្នឹងវាសមាមាត្រគ្នាល្អseller ភាគច្រើនគាត់តែងតែចង់លក់ឲ្យគ្រប់ target ឬក៏លើស target របស់គាត់ប៉ុន្តែគាត់បានគិតគូរដល់ cash flow របស់ក្រុមហ៊ុនទេ recommendation ចុងក្រោយហ្នឹងគឺថាយើងត្រូវព្យាយាមមកលើទៅកាន់អតិថិជនណាដែលគាត់គៀកថ្ងៃត្រូវបង់ប្រាក់មកឲ្យយើងដោយសារតែអតិថិជនមួយចំនួនគាត់ជាប្រភេទក្រុមហ៊ុនចឹងហើយមុននឹង settle payment បានគាត់ត្រូវ request payment ច្រើនធនាគារឥឡូវ presentation របស់ពួកខ្ញុំបានចប់ត្រឹមប៉ុណ្្នឹងហើយអរគុណលោកគ្រូដែលបានចូលរួមស្ដាប់ការធ្វើបទបង្ហាញនេះ